សួស្តីបងប្អូននៅវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ tool បន្ទាប់ពី Mix Brush ដែលមានឈ្មោះថា Clone Stamp Tool អញ្ចឹងសួរថាតើ Clone Stamp Tool ជា tool មួយដែលគេប្រើប្រាស់យ៉ាងដូចម្តេចអញ្ចឹងដើម្បីបង្ហាញបងប្អូនបានគឺខ្ញុំគ្រាន់តែ open រូបភាពមួយអញ្ចឹង tool Clone Stamp Tool ជា tool មួយដែលមានន័យថាគឺជា tool ដែលចម្លងដែលជាទូទៅគេច្រើនតែនិយាយថា clone ហ្នឹងមានថាចម្លងពីចំណុចដើមមកកាន់ចំណុចដែលគេវា clone ឲ្យដូចគ្នាឧទាហរណ៍ថាខ្ញុំចង់បានឈើមួយនេះឲ្យចេញមួយទៀតអញ្ចឹងដើម្បីធ្វើឲ្យចេញជាមួយទៀតបានគឺខ្ញុំគ្រាន់តែ click នៅលើនេះប៉ុន្តែសូមបញ្ជាក់ថាពេលដែលយើងប្រើប្រាស់ tool clone stamp tool ដំបូងពេលដែលបងប្អូន click វានឹង load message មួយឲ្យប្រាប់ថា cannot use the clone stamp tool because the area to clone has not defined. I'll click to define a source point. មានន័យថាគឺយើងត្រូវការចុច Alt មួយសិននៅក្នុង keyboard របស់យើងគឺយើងចុច Alt ហើយយើងកំណត់យកនៅ source point ដែលយើងចង់ clone យកឧទាហរណ៍ថាខ្ញុំ click នៅចំកន្លែងនេះមួយដែលខ្ញុំចុច Alt ឲ្យជាប់ហើយខ្ញុំ click បន្ទាប់មកខ្ញុំនឹងអាច clone បានគឺខ្ញុំគ្រាន់តែ right click ឲ្យ brush ខ្ញុំមានលក្ខណៈធំឧទាហរណ៍ថាខ្ញុំចង់ clone កន្លែងណាខ្ញុំចង់ដាក់កន្លែងនេះឲ្យមើលទៅហាក់បីដូចជាឈើមួយដែលគេទើបតែបង្កើតថ្មីអញ្ចឹងខ្ញុំ click ហើយខ្ញុំអូសអញ្ចឹងបងប្អូនឃើញសញ្ញាបូកនៅកន្លែងគៀនកន្លែងគៀនឈើដែលខ្ញុំបានកំណត់យក source point វានឹងបង្ហាញចេញអូខេអូខេអញ្ចឹងខ្ញុំបានឈើមួយទៀតទៀតថាខ្ញុំចង់បានរូបទិញមុងមួយនេះខ្ញុំដាក់កន្លែងនេះអញ្ចឹងខ្ញុំគ្រាន់តែ click យកទៅចំណុចខ្ញុំគ្រាន់តែ click នៅចំណុចណាចាប់ផ្ដើមដែលខ្ញុំចង់ clone ខ្ញុំ Alt ខ្ញុំ click ហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមអូសអូខេអញ្ចឹងនៅពេលដែលខ្ញុំអូសសញ្ញាបូកពីរត់ទៅដល់កន្លែងណាវានឹង clone យកកន្លែងនឹងយកមកដាក់តែម្ដងអូខេអញ្ចឹងខ្ញុំនឹងបានរូបភាពមួយដែលខ្ញុំ copy ថតចម្លងពីរូបភាពដើមមកកាន់រូបភាពមួយថ្មីផ្សេងទៀតអញ្ចឹងបងប្អូនអាច clone បាននៅរូបភាពណាដែលបងប្អូនចង់បានឬក៏រូបភាពណាដែលបងប្អូនចង់បិទបាំងយើងអាចធ្វើបានឧទាហរណ៍ថាខ្ញុំចង់បិទបាំងនៅឈើនេះនឹងឈើនេះអញ្ចឹងខ្ញុំគ្រាន់តែ right click ខ្ញុំដាក់ hardness ដាក់ទៅដល់90អូខេហើយខ្ញុំ define source point ណាមួយដែលខ្ញុំចង់ clone វាដើម្បីបំបត្តិវាទៅខ្ញុំ click ឡើងនេះហើយបន្ទាប់មកខ្ញុំយកមកគូអូខេបន្តមកទៀតតែវាឆ្លងខ្ញុំអត់យកខ្ញុំយកកន្លែងផ្សេងមួយទៀតអូខេខ្ញុំធ្វើតតែមើលទៅវាស្អាតអត់ស្អាតអញ្ចឹងខ្ញុំ clone យកកន្លែងណាចិត្តវិញទៀតខ្ញុំ clone ដាក់កន្លែងនេះ
តែមកខ្ញុំ copy វាហើយអាសានឹងច្រឡំអូខេខ្ញុំដាក់ហាត់នេះតូចបន្តិចមកដើម្បីកុំឲ្យមើលឃើញទៅវាដាច់ពេកអូខេចឹងសូមទូចមកអញ្ចឹងបងប្អូននឹងឃើញមានការផ្លាស់ប្ដូរបន្តិចពីព្រោះថារូបពីដើមចេះដល់ពេលបន្តទៅ clone ខ្ញុំបានរូបចេះអញ្ចឹង tool clone stem ជា tool ដែលយើងអាចប្រើប្រាស់នៅក្នុងការ clone បានច្រើនណាអញ្ចឹងនៅវីដេអូដែលខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹងការ design រូបតែម្ដងគឺបងប្អូននឹងដឹងថាកន្លែងណាដែលយើងចង់ clone កន្លែងណាដែលយើងអត់ចង់ clone កន្លែងណាដែលយើងចង់បានកន្លែងណាដែលយើងមិនចង់បានអញ្ចឹង opacity និង flow អីវាដូចជា brush ដែលខ្ញុំបានបង្ហាញពីបងប្អូនមុនទេហើយនឹងមាន mode normal ឬក៏អីផ្សេងទៀតហ្នឹងគឺខ្ញុំបានបង្ហាញបងប្អូនពីវីដេអូមុនហើយអញ្ចឹងនៅវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ pattern stem ម្ដងថាតើ pattern stem គេប្រើប្រាស់យ៉ាងម៉េចអរគុណច្រើន